រឿងខ្មោចមីងមឿនក្រឡាភ្លើងសូមគោរពនឹងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនដែលចូលចិត្តតាមដានស្ដាប់រឿងខ្មោចទាំងអស់គ្នាស្វាគមន៍មកកាន់ Channel រុនធុតលួសព្រលឹងនៅក្នុងយប់នេះដែរ Admin ក៏សូមលើកយករឿងមួយដែលបានមកពីអ៊ំខុនកើតឡើងតាំងពីឆ្នាំ2001ស្ថិតនៅក្នុងស្រុកឧដុង្គខេត្តកំពង់ស្ពឺបើស្ដាប់មើលទៅវាដូចជាចៃដន្យដែររឿងមុនក៏កើតឡើងនៅក្នុងស្រុកឧដុង្គខេត្តកំពង់ស្ពឺដែរគឺរឿងមេនបូជាសពប៉ុន្តែថ្ងៃនេះគឺ Admin លើកយករឿងមួយទៀតហើយដែលកើតឡើងនៅក្នុងស្រុកឧដុង្គដូចគ្នាតាក់ទងទៅនឹងអ្នកមីងម្នាក់គាត់ឈ្មោះថាមីងមឿនកាលពីអំឡុងឆ្នាំ2001ហ្នឹងគាត់បានសម្រាលកូនពៅរបស់គាត់ប៉ុន្តែគាត់ធ្លាប់មានកូន2នាក់រួចមកហើយសម្រាលកូនលើកទី1មិនអីលើកទី2មិនអីហ្នឹងបែរជាលើកទី3គាត់បានជួបរឿងអកុសលមួយមិនមែនថាគាត់នឹងឈឺពោះកូនមិនរួចអីទេគាត់កូនធម្មតាទេក៏ប៉ុន្តែក្នុងពេលនោះគឺគាត់ធ្លាក់ឈាមច្រើនហើយក្រោយពីសម្រាលកូនប្រុសពៅរបស់គាត់បានប្រហែលជា3អាទិត្យហ្នឹងគាត់ក៏បានស្លាប់ទៅហើយសាច់រឿងពិស្ដារយ៉ាងណាក៏សូមបងប្អូនតាមដានស្ដាប់ជាមួយ Admin ទាំងអស់គ្នាដែលរឿងនេះគឺសូម្បីតែ Admin ជាអ្នកសម្រាយសាច់រឿងក៏មានអារម្មណ៍ថាព្រឺសម្បុរដែរអញ្ចឹងសាច់រឿងដំបូងរបស់អ៊ំខុនហ្នឹងកាលពីអំឡុងឆ្នាំ2001ហ្នឹងគឺនៅក្នុងភូមិរបស់គាត់គឺមានរឿងរន្ធត់មួយដែលមានអ្នកមីងម្នាក់គាត់ឈ្មោះថាមីងមឿនគាត់សម្រាលកូនជាលើកទី3ហើយកាលពីឆ្នាំ2001នោះក៏សេវាមណ្ឌលសុខភាពក៏វាមិនទូលំទូលាយដូចឥឡូវដែរអាចនិយាយបានថាបងប្អូនយើងកាលនោះគឺចូលចិត្តសម្រាលកូននៅផ្ទះដែលមានឈ្មោះចេះតគ្នាមកមិនមែនថាឈ្មោះចាស់ពីមុនមកនឹងក៏អត់ជំនាញទេបើសិនជាពួកគាត់អត់ជំនាញមែនក៏មិនបានបង្កើតកូនឲ្យបងប្អូនខ្មែរចំនួនមុននឹងបានដែរប៉ុន្តែអ្វីដែលគាត់ពិបាកកាលពីចំនួននោះបើសិនជាយើងជួបរឿងអីមួយឧទាហរណ៍ថាកូននឹងថ្លោសខ្លាំងឬមួយអ្នកម្ដាយស្បូនអត់បើកអីគឺពិបាកមិនដូចចំនួនឥឡូវទេគឺគេមានពេទ្យវះកាត់ហើយចាស់ពីដើមក៏គេមានដំណំច្រើនដែរដំណំខ្លះដែល Admin ចាំបាននោះគឺគាត់មិនឲ្យងូតទឹកពេលយប់ទេក៏ខ្លាចកូនថ្លោសហើយសូម្បីតែញ៉ាំអីមួយម៉ាត់ក៏ដោយគឺត្រូវតែអង្គុយសូម្បីតែអង្គុយហ្នឹងក៏មានរបៀបរៀបរយមិនឲ្យបែបឆ្លើយឬក៏អង្គុយអង្រឹងសូម្បីតែហូបបាយហ្នឹងក៏គេឲ្យលែងមុនប្តីដែរការពិតទៅដំណំមានច្រើនក៏ប៉ុន្តែ Admin លើកយកតែ2 3ដោយសារតែឮតពីចាស់ដែរចាំបានខ្លះមិនចាំបានខ្លះបើសិនជាមានបងប្អូនណាដឹងក៏សូមជួយ comment បន្ថែមផងអញ្ចឹងងាកមកដល់សាច់រឿងយើងវិញអ៊ំខុនគាត់ថាផ្ទះមីងមឿននិងផ្ទះអ៊ំខុនគឺនៅជាប់គ្នាហើយក៏មិនដែលរំលងដែរឲ្យតែពេលបាយថ្ងៃត្រង់ឬមួយក៏បាយល្ងាចនឹងឲ្យតែធ្វើម្ហូបច្រើននឹងគឺតែងតែហុចឲ្យគ្នាទៅវិញទៅមកនិយាយរួមទៅគាត់ថាចាស់ពីដើមគឺតែងតែយកអាសាគ្នាណាស់ហើយគ្រួសាររបស់មីងមឿននោះគឺគាត់ប្រកបមុខរបរឡើងថ្នោតហើយមីងមឿនគាត់ក៏មិនបានថ្នមខ្លួនដែរគាត់ថាទូលអស់ទូលអីទាំងតែខ្លួនពោះធំនឹងសូម្បីតែដុតភ្លើងថ្នោតនោះក៏មីងមឿនជាអ្នកដុតដែរហើយក៏មិនមែនថាប្តីគាត់នឹងប្រើគាត់ដែរប៉ុន្តែគាត់ជួយក្រោយពីប្តីគាត់ឡើងថ្នោតនឹងក៏ឃើញគាត់ធ្វើការធ្ងន់ប្តីគាត់ក៏បានស្ដីបន្ទោសដែរហើយកូនច្បងរបស់គាត់នឹងក៏មិនបានជួយអីច្រើនដែរណាមួយគ្នាជាប់រៀនផងណាមួយគ្នាទើបតែអាយុជាង10ឆ្នាំមិនបានជួយការងារម្ដាយឪពុកច្រើនទេហើយមកដល់ថ្ងៃដែលគាត់ឈឺពោះនោះអ៊ំខុនគាត់ថាឈឺតាំងពីព្រឹកដល់យប់ពីយប់ដល់ភ្លឺទាល់តែស្អែកម៉ោង8ព្រឹកនោះទើបអាចសម្រាលបានសូម្បីតែឈ្មោះនឹងក៏មិនបានសម្រាលដែរកូនគាត់ថ្លោសខ្លាំងពេកហើយក្រោយពេលសម្រាលនឹងអ៊ំខុនគាត់ថាធ្លាក់ឈាមច្រើនឬឈ្មោះគាត់និយាយហើយកណ្ដោះភាកច្រើនគឺគេរកថ្នាំខ្មែរហូបទេមិនសូវជាមានថ្នាំពេទ្យដូចឥឡូវដែរហូបថ្នាំខ្មែរបានតែប្រហែលថ្ងៃនេះមិនដឹងថាម៉េចបែរជាលែងឲ្យកូនបៅសូម្បីតែសក់នឹងក៏គាត់មិនដែលសិតផងភ្នែកក៏លេបកលាប់និយាយរួមទៅគាត់មានអាការៈទាស់ណាមួយអ៊ំខុនគាត់នៅចិត្តផ្ទះចឹងគាត់ដឹងពីអត្តចរិតរបស់មីងមឿនគឺគាត់មិនសូវចេះស្ដាប់ប្តីទេសូម្បីតែហូបក៏គាត់មិនសូវចេះតមដែរគាត់ថាស្អីក៏ហូបសូម្បីតែម្ដាយរបស់គាត់កុំឲ្យហូបខក្បាលជ្រូកក៏គាត់លួចហូបដែរក្រោយពីគាត់ហូបហើយនឹងក៏មានអាការៈបកាច់ញ័រដៃញ័រជើងរឹងធ្គាមតែកាលនោះគាត់ថាសំណាងដែរដោយសារបានប្តីគាត់ឃើញតន់ចឹងទៅក៏យកស្លាបព្រាញុកមាត់មិនឲ្យខំដាតខ្លួនឯងកាលនោះមានចាស់គាត់ជួយដាក់ថ្នាំដាក់អីទៅមិនដឹងថាដាក់អីគេខ្លះក៏បានដឹងខ្លួនឡើងវិញទៅដោយសារឃើញសភាពមីងមឿនគាត់ពិបាកខ្លាំងពេកយ៉ាងសំបីតែទឹកដោះក៏គាត់អត់មានឲ្យកូនបៅដែរប្តីរបស់មីងមឿនក៏បានសម្រេចចិត្តយកកូនដែលមានអាយុត្រឹមតែ1អាទិត្យនឹងក៏បានយកទៅផ្ញើប្អូននៅភូមិផ្សេងមួយទៀតដើម្បីឲ្យគេជួយមើលថែមួយរយៈសិនតម្រាំតែគាត់នឹងបានធូរស្បើយឡើងវិញហើយក៏នោះគ្រូខ្មែរក៏គាត់បានផ្ដាំដែរសូ
សំបីតែផ្លែឈើដូចជាតបែកដូចជាស្អីពី3មុខទៀតទេអ៊ំខុនគាត់បញ្ជាក់ច្រើនមុខដែរផ្លែឈើប៉ុន្តែអត់មានអត់ចាំបានទេចាំបានតែតបែកមួយមុខមុននឹងគាត់ទៅនឹងគាត់ហាមហើយហាមទៀតគាត់ហាមផ្ដាច់សំបីតែប្តីរបស់គាត់ក៏បានផ្ដាំដែរពេលដែលគាត់ទៅឡើងថ្នោតនឹងគឺហាមផ្ដាច់ហូបផ្លែតបែកតែមិនដឹងយ៉ាងម៉េចបងប្អូនហើយប្រហែលជាគាត់ចង់ខ្លាំងពេកឬក៏យ៉ាងណាដែរក្នុងថ្ងៃនោះមួយនឹងកូនរបស់គាត់2នាក់នឹងទៅរៀនអស់ហើយប្តីរបស់គាត់នឹងក៏បានទៅឡើងថ្នោតប្តីរបស់គាត់នឹងបានផ្ដាំថាមិនអោយធ្វើអីទេហូបបាយហើយឲ្យអង្គុយលេងនៅមុខផ្ទះហ្នឹងទៅក្រោយពីនិយាយចប់នឹងប្តីគាត់ក៏ចេញទៅហើយប្តីគាត់ចេញទៅនឹងក៏ភ្លឺស្រាងដែរប្រហែលជាម៉ោង8ព្រឹកទើបប្តីគាត់មកវិញមិនដឹងថាមិញមឿនគាត់នៅផ្ទះម្នាក់ឯងគាត់ធ្វើអីខ្លះទេក្រោយពីប្តីគាត់មកវិញក៏បានឃើញគាត់សម្រាកនៅរឹងមុខផ្ទះប្តីគាត់ក៏ហៅថាគោចូលពេញផ្ទះហេតុអីក៏មិនដេញស្រែកហៅ4-5ម៉ាត់ហ្នឹងក៏មិនឃើញប្រពន្ធគាត់តបឆ្លើយប្តីរបស់គាត់ក៏បានដើរអឺតទៅមើលរឹងគាត់ថាទៅដល់ប្រពន្ធគាត់នឹងរឹងបារីហ្នឹងតែអ្វីដែលឃើញនៅក្នុងដៃមិញមឿនហ្នឹងគឺមានអំបិលនិងត្របែកប៉ុន្តែត្របែកនោះគឺមិនទាន់ហូបអស់ទេហូបត្រឹមអស់មួយចំហៀងបើតាមអ៊ំខុនស្មានប្រហែលជាគាត់នឹងលួចបុកអំបិលហូបត្របែកនៅក្នុងរឹងម្នាក់ឯងនឹងហើយហូបអស់មួយចំហៀងហ្នឹងទើបគាត់ស្លាប់រឹងធ្គាមមិនដឹងថាបកាច់ឬមួយក៏អត់ទេអត់មានអ្នកណាជួយនឹងក៏ស្លាប់ទៅក្រោយពីប្តីគាត់ឃើញបែបនោះនឹងក៏ប្តីគាត់បានស្រែកហៅអ្នកចិត្តខាងសូម្បីតែអ៊ំខុននឹងគាត់ផ្ទះគាត់នៅចិត្តចឹងគាត់ក៏បានរត់មកមុនគេប្តីគាត់ពេលនោះក៏បានស្រែកឆោឡោឲ្យគេជួយមិនដឹងថាជួយយ៉ាងម៉េចបើប្រពន្ធគាត់នឹងរឹងធ្គាមសូម្បីតែដៃជើងនឹងក៏កត្រាក់មិនដឹងថាគាត់ដាច់ខ្យល់នៅពេលណាក៏មិនដឹងអញ្ចឹងបងប្អូនដែលទៅដល់នោះក៏មិនដឹងធ្វើម៉េចដែរអ្នកដែលបងប្អូនគ្រួសារសពចឹងទៅគេក៏យំអោបសពឬមួយក៏បងប្អូនខ្លះទៀតហ្នឹងគាត់ក៏ទៅហៅអាចារ្យហៅមេភូមិអ្នកខ្លះទៀតទៅក៏រៀបសង់រោងហើយកាលនោះលោកអាចារ្យគាត់បានផ្ដាំដាច់ខាតថាមិនឲ្យយកកូនគាត់មកទេកូនគាត់ដែលកើតបានប្រហែលជា3អាទិត្យនោះសូម្បីប្អូនស្រីរបស់គាត់បង្កើតហ្នឹងក៏លោកអាចារ្យមិនឲ្យចូលរួមដែរខ្លាចគាត់ដើរតាមទៅវិញអញ្ចឹងសពរបស់គាត់ក្រោយពីគេបានធ្វើបុណ្យហើយហ្នឹងគេក៏បានយកបញ្ចុះនៅខាងជើងភូមិតែក៏រៀងឆ្ងាយដែរនៅកន្លែងបញ្ចុះសពរបស់គាត់គឺមានដើមដង្កោមួយដើមដង្កោនោះគឺធំដែរហ្នឹងហើយពីដំបូងហ្នឹងប្តីរបស់គាត់ក៏មិនឲ្យបញ្ចុះសពមិញមឿនឆ្ងាយដែរគាត់ថាបញ្ចុះនៅក្រៅផ្ទះគាត់នេះហើយគាត់ស្រួលបានមើលថែប៉ុន្តែអ្នកភូមិគេអត់ព្រមទេបើសិនជាបញ្ចុះនៅក្នុងភូមិគេអត់ព្រមដាច់ខាតព្រមទាំងអ៊ំខុនផងដែរដោយសារតែដីរបស់គាត់គឺនៅជាប់គ្នាហើយក្រោយពីបានបញ្ចុះសពគាត់រួចរាល់ធ្វើបុណ្យហើយរួចរាល់គាត់ថាមិនចាំបាច់7ថ្ងៃទេមិញមឿនហ្នឹងគឺគាត់ចាប់ផ្ដើមដើរលងគេតែម្ដងមិនដឹងថាគាត់ដឹងថាខ្លួនឯងស្លាប់ឬមួយក៏អត់ទេអ្វីដែលគាត់អឡោះឡៃជាងគេនោះភាគច្រើនគឺគាត់សួររកកូនរបស់គាត់ជួបអ្នកណាតាមផ្លូវក៏សួររកកូនជួបអ្នកណាតាមផ្លូវក៏សួររកផ្ទះប្រហែលជាអាចារ្យពាត់សេមានៅក្នុងផ្ទះហើយមើលទៅបានជាគាត់រកផ្ទះមិនឃើញតែលក្ខណៈដែលគាត់លងគេនោះភាគច្រើនគឺគាត់ដើរកាន់ជាគៀងកតោមួយហើយកាលពីអំឡុងឆ្នាំ2001នោះបងប្អូនណាដោយសារតែកាលនោះគឺអាកូនអាគុយអាតូចឆ្លងកែបនោះគឺមិនសូវមានទេមិនមែនថាមិនមានទេគេមានក៏ប៉ុន្តែអ្នកខ្លះទៅគេអត់មានលទ្ធភាពទិញយ៉ាងទៅគេដើរឆ្លោះកង្កែបតែជាគៀងកតោទេហើយស្របពេលនោះមិញមឿនគាត់បានដើរកាន់អាចគៀងកតោហ្នឹងបងប្អូនអ្នកដើរឆ្លោះកង្កែបក៏គាត់ច្រឡំដែរអ្នកខ្លះក៏គាត់ច្រឡំដើរតាមភូមិដើរតាមអីចឹងទៅគេមិនបានគិតថាមិញមឿនទេគេគិតថាបងប្អូនអ្នកដើរឆ្លោះកង្កែបទៅវិញអញ្ចឹងដំណើរសាច់រឿងតទៀតនឹងនៅក្នុងយុគមួយនោះពិតជារន្ធត់មែនទែននៅក្នុងភូមិនោះមានអ៊ំស្រីម្នាក់គាត់មានជីវភាពរាងធូរធារប៉ុន្តែគាត់មិនម៉ាយទេដូចថាកាលនោះផ្ទះគាត់មានទទុះសខ្មៅចឹងទៅកាលសម័យនោះគឺគេតាមដានរឿងចិនដូចថាពេលយប់ឡើងចឹងគេមកមើលផ្ទះរបស់គាត់ពេញផ្ទះតែចម្លែកអីក្រោយពីមិញមឿនគាត់ស្លាប់ហ្នឹងក៏មិនសូវមានអ្នកដើរពេលយប់ដែរផ្ទះរបស់គាត់ដូចថាមានអ្នកមើលត្រឹមតែ 4-5 នាក់អ្នកខ្លះគេខ្លាចទៅគេក៏មិនហ៊ានមកអ្នកខ្លះគេមិនសូវខ្លាចចឹងទៅគេក៏មកក្រោយពីមើលរឿងបានប្រហែលជាកន្លះម៉ោងជាងហ្នឹងស្រាប់តែមានជាគៀងកតោមួយឈប់នៅមុខផ្ទះគាត់អ៊ំធូហ្នឹងគាត់ក៏មិនដឹងថាជាណាដែរគាត់ក៏អឺតមើលណាមួយផ្ទះរបស់គាត់ក៏មានពូលម៉ែត្រដែរដូចថាបើកពីក្រោមទៅហ្នឹងក៏មិនបានភ្លឺដល់មុខដែរវាមើលទៅវាឃើញព្រាលឃើញថាស្រមោលជាមនុស្សឈរកាន់ចង្គៀងឈរនៅមុខផ្ទះគាត់ក៏ប៉ុន្តែស្លៀកពាក់សអ៊ំធូគាត់រៀងចាស់ដែរគាត់មើលមិនច្បាស់គាត់សួរថាអ្នកណានៅឈរមុខផ្ទះហ្នឹងហេតុអីក៏មិនចូលស្រែកម្ដងជា2ដងអ្នកមើលទៅទុះក៏គេបានសួរដែរគាត់ថាម៉ែហៅណាគេអ៊ំធូគាត់ថាអ្នកណាឈរនៅមុខផ្ទះកាន់ចង្គៀងនោះបើថាចង់មកមើលក៏ដើរចូលមកមើលមកហៅ2-3ដងគ្មានអ្នកឆ្លើយតបហ្នឹងបងប្អូនដែលគាត់ងាកទៅក៏គាត់អត់មានឃើញអីដែរកាលនោះគឺឃើញតែអ៊ំធូម្នាក់ឯងទេគាត់មិនអស់ចិត្តហ្នឹងគាត់ក៏បានចុះដើរទៅមើលគាត់ថាដើរទៅមិនទាន់ដល់ឯណាគ្រាន់តែគាត់ដើរទៅហ្នឹងគេក៏បានដើរចេញពីមុខផ្ទះរបស់គាត់ដើរទៅរសាត់ហ្នឹងផុតពីជំហៀងផ្ទះរបស់គាត់ក៏បាត់ទៅអញ្ចឹងក្នុងពេលនោះអ៊ំស្រីក៏គាត់កាត់យល់ថាការពិតទៅប្រហែលជាខ្មោចវិញមឿនហើយអញ្ចឹងដំណើរសាច់រឿងធត់ទៀតគឺដល់វេនអ៊ំខុនម្ដងអ៊ំខុនថាផ្ទះរបស់គាត់និងផ្ទះវិញមឿនគឺនៅជាប់គ្នាក៏ប៉ុន្តែគាត់មិនដែលឮសូរសំឡេងអីប្លែកឬមួយក៏
បានឃើញមីងមឿនឯនៅផ្ទះទេតែបើសិនជាសួរថាយប់ឡើងគាត់ហ៊ានចេញមកអត់កូនគាត់ប្រពន្ធគាត់ហ៊ានចេញមកអត់គឺអត់ទេកាត់មកដល់ពេលមួយខុនគាត់ថាមីងមឿនគាត់ស្លាប់បានជិត3ខែទៅហើយរឿងក្នុងភូមិហ្នឹងក៏ដូចជាស្ងាត់អ្នកខ្លះក៏គេជួបអ្នកខ្លះក៏គេមិនជួបមកដល់ឥឡូវគឺស្បោយឯគាត់ក៏បានដើរឆ្លុះកង្កែបគាត់បានដើរឆ្លុះនៅវាលខាងជើងភូមិហ្នឹងក៏ប៉ុន្តែគាត់គ្មានគោលបំណងមកខាងកន្លែងខ្មោចមីងមឿនទេប៉ុន្តែក្នុងពេលនោះដូចថាអ្នកឆ្លុះគឺចេះតែដើរមើលដើមឈើផងមើលក្រោមផងត្បិតថាគាត់ដើរឆ្លុះកង្កែបមែនក៏ប៉ុន្តែជាពីមក៏គាត់មិនចោលដែរគាត់ថាបើជួបសត្វគាត់បាញ់សត្វក្នុងពេលនោះខុនគាត់ថាគាត់ចេះតែប្រចាំងមើលឆ្វេងមើលស្ដាំហ្នឹងក៏បានឃើញទន្សាយមួយដូចថារៀងលោតផ្លោតនៅពីមុខរបស់គាត់ហ្នឹងតែរៀងឆ្ងាយដែរប្រហែលជាជិត20ម៉ែត្រឯណោះគាត់ហ្នឹងក៏បានដើរលបទៅមុខទៀតគាត់ថាបើសិនជាបាញ់ទាំង20ម៉ែត្រក៏ខ្លាចបាញ់មិនត្រូវចេះតែព្យាយាមដើរទៅហ្នឹងគាត់បានលបបាញ់មកគ្រាប់ជាពីមតែកាលនោះគឺគាត់បាញ់អត់ត្រូវទេគាត់ថាបាញ់មកគ្រាប់ទន្សាយនេះត្រឹមតែលោតបន្តិចទេពេលដែលគាត់ឃើញទន្សាយលោតទៅមុខទៀតហ្នឹងគាត់ក៏បានព្យាយាមដើរទៅមុខទៀតធម្មតាទន្សាយវានៅពីមុខទៅហើយរឿងខ្លាចខ្មោចទុកមួយឡែកសិនដើរតាមទន្សាយនឹងសិនកាលនោះគាត់ថាដូចមួបាំងចឹងមិនដឹងថាខ្មោចនឹងតាំងចិត្តថឡងគាត់ឬក៏យ៉ាងណាដែរចេះតែដើរតាមទន្សាយលបដើរតាមទន្សាយលបនឹងទៅដល់ភ្នំមីងមឿននឹងតែម្ដងប្រចាំងលើប្រចាំងក្រោមនោះទើបដឹងថាអូអានេះដើមតកោតើវ៉ៃទាល់តែប្រចាំងមកក្រោមទើបឃើញភ្នំមីងមឿននៅពីក្រោមប៉ុន្តែគាត់ថាពេលនោះគឺភ្នំរបស់មីងមឿនគាត់ថាដុះស្មៅទ្រុបទៅហើយគាត់ថាសូម្បីតែឈើសែងសពក៏អត់មានគេយកតាណាដែរនៅនឹងទាំងអស់ក្រោយពីដឹងថាដល់កន្លែងភ្នំមីងមឿននឹងអាទន្សាយក៏វាបាត់ដែរមិនដឹងថាវាបាត់ទៅណាគាត់នឹងក៏បានចាប់ផ្ដើមដើរថយក្រោយ7ចំហៀនគាត់ថាបត់ក្បាលមកហើយនឹងស្រាប់តែលឺសំឡេងនៅលើចុងតកោដំបូងគឺមិនទាន់ជាលឺសំឡេងបំពេកូនទេដូចថាធ្វើឲ្យលឺសំឡេងប្រោកឲ្យគាត់ចាប់អារម្មណ៍ថាសត្វនៅលើនឹងគាត់ប្រចាំងខ្វោកទៅបងប្អូនហើយគាត់ថាមីងមឿននឹងគឺអង្គុយយូររឹងនៅលើចុងតកោតែមិនដឹងថាគាត់នឹងបានកូនឯណាមកបំពេទេដោយសារតែកូនរបស់គាត់គឺនៅរស់ទេបងប្អូនសាក់គិតមើលបើសិនជារឿងនោះជួបទៅលើបងប្អូនតើបងប្អូនគួរគិតយ៉ាងណាសម្រាប់ admin វិញគឺសម្រាប់មកដល់ចំណុចនេះគឺចាប់ផ្ដើមព្រឺសម្បុរខ្លាំងមែនទែនសួរថាក្នុងពេលនោះខុនគាត់ខ្លាចអត់គាត់ថាគាត់ខ្លាចប៉ុន្តែគាត់ព្យាយាមគាត់ថាជើងគាត់គឺញ័រអស់ហើយតែគាត់តាំងចិត្តនឹងខំប្រឹងនិយាយថាអើយមឿនអើយអញមកឆ្លងកែបឆ្លុះអីតើកុំឡងអញឡងអីតែការពិតបងប្អូនហើយគាត់ថាខុនគាត់ថាញ័រជើងញ័រឡើងទៅត្រឹកមកគាត់ថាព្យាយាមដើរទម្រាំទៅដល់ផ្ទះណាមួយនឹងកែវគាត់វាអស់ភ្លើងផងដើរមកវាអ៊ីវដើរមកដល់ផ្ទះហ្នឹងក៏អង្គុយមុខផ្ទះហ្នឹងប្រពន្ធគាត់ក៏សួរថាឯងនេះឆាប់មកម៉េះបានកែបច្រើនអត់គាត់ថាបាន2 3ដែរគាត់ថាពេលនោះគឺគាត់អត់មានបាននិយាយប្រាប់ប្រពន្ធគាត់ទេទើបតែមួយរយៈក្រោយរំលងប្រហែលជា1ខែឬ2ខែទើបប្រាប់ប្រពន្ធគាត់ខុនក៏គាត់ឆ្ងល់ដែរគាត់ថានៅផ្ទះរបស់គាត់ហ្នឹងគឺអត់មានអ្នកណាជួបមីងមឿននៅមុខផ្ទះឬមួយក៏ជួបនៅក្នុងផ្ទះគឺអត់ទេភាគច្រើនដែលគាត់លងគេបើសិនជាមានអ្នកឆ្លោះឬមួយក៏អ្នកខ្វៀលគូថ្ងៃល្ងាចថ្ងៃអីទៅដល់ហ្នឹងគឺលងគេហើយតែបើឲ្យលងគេនៅមុខផ្ទះឬមួយក៏ឲ្យគេឃើញនៅផ្ទះគឺអត់ទេបើឃើញនៅកន្លែងដែលគេបញ្ចុះគាត់ហើយក្រោយពីគាត់ស្លាប់ទៅនឹងអ្នកដែលគួរអាណិតបំផុតហ្នឹងគឺកូនរបស់គាត់កូនពៅរបស់គាត់គាត់ថានៅជាមួយអ្នកមីងនោះគឺមិនសូវបានបើគ្រប់គ្រាន់ទេដោយសារតែគេមានកូនគេដែរបានរយៈពេល1ឆ្នាំហ្នឹងគាត់ក៏យកកូនគាត់មករួមរស់នៅផ្ទះគាត់វិញគាត់ថាអាណិតកូនគាត់ពេលខ្លះឃើញកូនគូកំពុងបៅវាដើរទៅបៅមេគូក៏មានដែរតែគាត់ថាស្រួលដែរគាត់ថាមេគូនោះឲ្យតែកូនវាបៅហើយកូនមីងមឿនទៅបៅជាមួយនោះគឺមិនដែលធាក់មិនដែលអីទេហើយដូចបងប្អូននឹងស្រាប់ចឹងថាបើសិនជាមនុស្សយកបាក់ទឹកដោះមិនសូវមានសាច់មានឈាមហើយក៏មិនសូវខ្ពស់ដែរខុនគាត់ថាកូនប្រុសពៅរបស់មីងមឿននឹងកម្ពស់ត្រឹមតែមិនដល់1.50 ម៉ែត្រផងមកដល់ឥឡូវគាត់មានអាយុជាង20ឆ្នាំហើយមានប្រពន្ធហើយមានកូនមួយហើយអញ្ចឹងសាច់រឿងរបស់មីងមឿនក៏សូមចប់ត្រឹមនេះដែរបើសិនជា admin រៀបរាប់ទៅមានការខុសឆ្គងហើយក៏សូមទោសដល់ខុនផងបងប្អូនក៏ដូចគ្នាដែរបើសិនជាការរៀបរាប់ខុសឆ្គងត្រង់កន្លែងណាមួយក៏សូមបងប្អូនជួយ comment កែលម្អផងអញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តស្ដាប់រឿងខ្មោចក៏សូមចុចជាវចុច like ឬ comment ម្នាក់មួយផងដើម្បីលើកទឹកចិត្ត admin បន្តទៀតអញ្ចឹងវីដេអូក៏មានតែប៉ុណ្ណេះដែរសូមអរគុណច្រើនសូមគោរពលាជួបគ្នានៅវីដេអូក្រោយ